ថ្ងៃនេះទៅផ្សារឃើញយាយចាចាគាត់លក់ក៏ពេញរាជមើលទៅល្អល្អគាត់នឹកឃើញចង់ញ៉ាំដែរចឹងក៏ទិញយកមកញ៉ាំមកហើយក៏ឆ្លៀតពេលថៃអត់វីដេអូចែកជូនបងអូនមើលចឹងណាចឹងអានេះឃើញធ្វើខ្ញុំមានអំបិលប៊ីចេងស្ករម្សៅអំបិលមីបូករួមមិនទេហើយអញ្ចឹងយើងចាត់វាសិនណាចាត់សបកគឺបងអូនចាត់ឲ្យវាស្អាតសបកវារៀងលឿងណាព្រោះបើយើងទុកនៅសបករៀងលឿងវារៀងចត់ខ្លាំងពេកវាអត់សូវឆ្ងាញ់ទេតែបើយើងចាត់ឲ្យអស់មកពេលដែលយើងលាយគ្រឿងលាយអីទៅវាឆ្ងាញ់វាឆាប់ចូលជាតិមែនល្អចឹងណាអញ្ចឹងពេលដែលយើងចាត់ទឹកដែលយើងដាក់ត្រាំនោះយើងដាក់អំបិលតិចណាបងអូនការពារកុំឲ្យវាឡើងខ្មៅបើសិនជាយើងអត់បានដាក់អំបិលអានឹងវាឡើងខ្មៅចឹងណាហើយពេលខ្លះបងអូនឆ្ងល់ថាដែរវាឡើងខ្មៅហ្នឹងគេហៅថាវាជាការធ្វើអុកស៊ីតកម្មពេលដែលយើងចាត់ទៅវាប៉ះមួយខ្យល់មួយអីចឹងទៅវាធ្វើឲ្យពេញរាជយើងឡើងខ្មៅចឹងយើងដាក់អំបិលទៅវាអត់សូវខ្មៅទេអញ្ចឹងថ្ងៃហ្នឹងខ្ញុំធ្វើតែ4-5ខ្ញុំធ្វើអត់អស់ទេដោយសារតែយើងធ្វើញ៉ាំមកល្មមអញ្ចឹងណាបើធ្វើច្រើនពេកក៏ញ៉ាំអត់អស់ដែរអញ្ចឹងចាត់ដល់បងអូនចាត់ធ្វើមិនចាត់ឲ្យអស់ចាត់ឲ្យស្អាតណាអាលឿងហ្នឹងមិនយើងញ៉ាំទៅវាឆ្ងាញ់ល្អវាមិនសូវជូរសូវចត់ណាបងអូនចូលចិត្តរៀងចត់ទេអាហ្នឹងយើងចិត្តនៅសល់ខ្លះតាមចំណងចំណូលចិត្តរបស់យើងណាហើយនិយាយពីរឿងកពីរាជហ្នឹងខ្ញុំជឿជាក់ថាបងអូនច្បាស់ជាបានដឹងហើយនៅតាមទីផ្សារអីគឺមានលក់ច្រើនណាប៉ុន្តែដូចសម្រាប់ខ្ញុំព្យាយាមថាយើងរករបស់ណាដែលវាល្អព្យាយាមរកអានេះគឺចាស់យាយនៅក្នុងភូមិគាត់តាមបានគាត់យកលក់ចុះអីចឹងណាអញ្ចឹងដូចយើងជួយគាត់មកផ្នែកដែរហើយណាមួយយើងបានរបស់ធម្មជាតិរបស់ល្អញ៉ាំផងហើយបើយើងទិញនៅលើទីផ្សារភាគច្រើនបងអូនដឹងហើយថាជារបស់នាំចូលមានការប្រើប្រាស់ថ្នាំដើម្បីរក្សាទុកឲ្យបានយូរអីចឹងណាអញ្ចឹងពេលដែលយើងចិត្តហើយយើងសាប់បែបនេះបងអូនលាយគ្រឿងឆាប់ចូលណាចង់សាប់បែបហ្នឹងក៏បានឬក៏បងអូនគ្រាន់តែជៀកវាតិចពុះវាកដាលអីក៏បានដែរតែខ្ញុំសាប់បែបនេះទៅវាឆាប់ចូលជាតិណាហើយតាក់ទងមួយគ្រឿងដូចបានមកឲ្យបងអូនពីមុខចឹងអត់មានអីទេមានអំបិលមីអានេះខ្ញុំចង់ញ៉ាំលក្ខណៈបែបនោះបើសិនជាបងអូនចង់បុកអំបិលម្ទេសឲ្យហឹរដាក់បកាដាក់អីទៀតក៏បានដែរមួយសរសៃមកសរសៃអីតែដោយសារខ្ញុំឃ្លានញ៉ាំបែបនេះអាហ្នឹងខ្ញុំដាក់បែបហ្នឹងទៅតាមចំណូលចិត្តរបស់យើងអញ្ចឹងអំបិលមីខ្ញុំដាក់2កញ្ចប់រោយវាឲ្យសព្វល្អទៅចំអំបិលមីខ្ញុំដាក់អំបិលមីហើយខ្ញុំអត់សូវប្រើប៊ីចេងច្រើនទេព្រោះអំបិលមីវារៀងនេះហើយវាមានជាតិប៊ីចេងណាអានេះស្ករចំពោះស្ករក៏ខ្ញុំអត់ដាក់ច្រើនដែរព្រោះខ្ញុំអត់សូវចូលចិត្តដិតទេហើយមួយការដែលយើងញ៉ាំរសជាតិដិតពេកអានឹងវាអាចធ្វើឲ្យប៉ះពាល់ដល់បញ្ហាក្លៀនរបស់យើងណាអញ្ចឹងយើងអាចជៀសវាងបានយើងជៀសវាងទៅព្រោះចំណីអាហារគឺវាល្អសម្រាប់សុខភាពតែបើសិនជាយើងញ៉ាំចំណីអាហារអត់ត្រូវវាធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពយើងវិញដូចគ្នាអញ្ចឹងចំពោះគ្រឿងខ្ញុំដាក់បន្តិចទេខ្ញុំមិនសូវដាក់ច្រើនទេព្រោះខ្ញុំអត់ចង់បានដិតពេកចំពោះម្ទេសអានឹងខ្ញុំដាក់រៀងច្រើនបន្តិចតែសម្រាប់ម្ទេសដែលយើងយកទៅហាលស្ងួតកិនបែបនេះវាអត់សូវហឹរដូចម្ទេសស្រស់ទេអញ្ចឹងខ្ញុំដាក់រៀងច្រើនក៏ប៉ុតមែនតែពេលញ៉ាំទៅវាអត់សូវហឹរខ្លាំងគ្រាន់តែថាមានជាតិហឹរដែលយើងអ្នកអត់ចេះហឹរក៏យើងអាចញ៉ាំបានអញ្ចឹងណាអញ្ចឹងហើយយើងកូរច្បល់វាឲ្យសព្វទៅវាចូលជាតិល្អតែបើសិនជាបងអូនមានសំដីពាក់សំដីណាដោយសារខ្ញុំថ្ងៃហ្នឹងខ្ញុំអស់សំដីលីងអញ្ចឹងអត់បានពាក់ទេធ្វើការកូរបែបនេះយើងកូរវាមួយសន្ទុះដែរបានវាចូលជាតិសព្វកពីរាជរបស់យើងបានល្អអញ្ចឹងណាអញ្ចឹងដល់ពេលដែលយើងកូរសព្វហើយយើងយកដាក់ទូទឹកកកខ្ទង់1 ម៉ោង 2 ម៉ោងសិនឲ្យវាកាន់តែចូលជាតិល្អយើងមកញ៉ាំបានឆ្ងាញ់ណា